ប្រទេសមួយនៅអឺរ៉ុបប្រកាសផ្តល់លុយជិត$30,000ដល់អ្នកព្រមបោះបង់ប័ណ្ណបើកបរខ្លួនឯងចោលដើម្បីកាត់បន្ថយការស្ទះចរាចរណ៍រដ្ឋាភិបាលប្រទេសម៉ាល់តាប្រកាសផ្តល់លុយចំនួន$5,886ជារៀងរាល់ឆ្នាំដល់យុវជនក្រោមអាយុ30ឆ្នាំដែលស្ម័គ្រចិត្តបោះបង់ប័ណ្ណបើកបររបស់ពួកគេហើយមិនបើកបររយៈពេល5ឆ្នាំជាវិធីសាស្ត្រដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍កម្មវិធីនេះដែរដោយផ្ដើមដោយអាជ្ញាធរដឹកជញ្ជូនប្រទេសម៉ាល់តាដែលចាប់ផ្ដើមអនុវត្តនាដើមឆ្នាំ2026នេះគឺជាយុទ្ធសាស្ត្រមួយនៅក្នុងគោលបំណងកាត់បន្ថយសម្ពាធនៃការប្រើប្រាស់យានយន្តឯកជននៅក្នុងប្រទេសនេះដែលមានអត្រាអ្នកប្រើប្រាស់រថយន្តច្រើនជាងគេមួយនៅអឺរ៉ុបអ្នកស្ម័គ្រចិត្តចូលនឹងទទួលបានចំនួន$5,886ក្នុងមួយឆ្នាំសម្រាប់រយៈពេល5ឆ្នាំដោយសរុបទៅចំនួន$25,000គឺជិត$30,000ជាថ្នូរនឹងការចូលរួមនៅក្នុងកម្មវិធីនេះពួកគេត្រូវតែប្រកួតប័ណ្ណបើកបរនិងសន្យាថាមិនបើកយានយន្តណាមួយឡើយទាំងក្នុងស្រុកនិងក្រៅប្រទេសលោក Chris Bonnet រដ្ឋមន្ត្រីក្រសួងការដឹកជញ្ជូននៅប្រទេសម៉ាល់តាបាននិយាយថាគោលនយោបាយនេះមានគោលបំណងផ្លាស់ប្ដូរផ្នត់គំនិតនិងលើកកម្ពស់ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈក្នុងចំណោមយុវជនលោក Bonnet បានថ្លែងថាយើងផ្ដល់ប្រាក់លើកទឹកចិត្តនេះដើម្បីឲ្យយុវជនក្លាយជាកាតាលីករសម្រាប់ការផ្លាស់ប្ដូរយានយន្តតខ្លួនលែងជាមធ្យោបាយធ្វើដំណើរតែមួយគត់ទៀតហើយគូបញ្ជាក់ផងដែរថាដើម្បីមានសិទ្ធិចូលរួមអ្នកដាក់ពាក្យត្រូវតែជាអ្នករស់នៅក្នុងប្រទេសម៉ាល់តាយ៉ាងហោចណាស់7ឆ្នាំកាន់ប័ណ្ណបើកបរថ្នាក់ B យ៉ាងហោចណាស់12ខែនិងមិនធ្លាប់បំពានច្បាប់ចរាចរណ៍ការទូទាត់ប្រាក់ត្រូវបានធ្វើឡើងជាដំណាក់កាលប្រចាំឆ្នាំដោយផ្អែកលើការអនុលោមតាមច្បាប់ប្រសិនបើចាប់បានថាមានការបើកបរអ្នកចូលរួមនោះនឹងត្រូវពិន័យជាប្រាក់ហើយត្រូវតែសងប្រាក់ដែលទទួលបានមកវិញបន្ទាប់ពី5ឆ្នាំពួកគេអាចអនុញ្ញាតឲ្យបើកបរវិញបានដោយត្រូវតែបំពេញការហ្វឹកហាត់ជាក់ស្ដែងបន្ថែមចំនួន15ម៉ោងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគួរឲ្យដឹងដែរថាកម្មវិធីនេះចំនួនអ្នកចូលរួមគឺមានកំណត់ដោយផ្អែកលើប្រាក់ឧបត្ថម្ភចំនួន$5 លាននិងផ្ដល់អាទិភាពដល់បេក្ខជនដាក់ពាក្យដំបូងជាក់ស្ដែងទៅគិតត្រឹមចុងខែមិនិនាឆ្នាំ2026កន្លងទៅនេះខាងក្រសួងការដឹកជញ្ជូនប្រទេសម៉ាល់តាបញ្ជាក់របាយការណ៍ថាមានយុវជនប្រហែល100នាក់ហើយដែលបានមកដាក់ពាក្យកំណត់បញ្ជាក់ដែរថាកម្មវិធីខាងលើនេះគឺអនុវត្តសម្រាប់តែអ្នកកាន់ប័ណ្ណបើកបរយានយន្តក្រោម9កៅអីប៉ុណ្ណោះហើយចំពោះអ្នកកាន់ប័ណ្ណបើកបរម៉ូតូឬឡានដឹកទំនិញនានាមិនចាត់ចូលនៅក្នុងកម្មវិធីនេះឡើយសូមអរគុណ